ភ្នំព្រះធាតុស្ថិតនៅភូមិច្រកកៅឃុំពីមស្រុកសាមគ្គីមានជ័យខេត្តកំពង់ឆ្នាំងធ្វើដំណើរចេញពីខេត្តកំពង់ស្ពឺទៅភ្នំព្រះធាតុខេត្តកំពង់ឆ្នាំងមានប្រវែង45គីឡូម៉ែត្រនិងនោះទៅដល់ភ្នំព្រះធាតុដែលមានថ្មមួយយ៉ាងធំនៅចំកណ្ដាលភ្នំព្រះធាតុបើបងប្អូនបានទៅលេងនៅខេត្តកំពង់ឆ្នាំងកុំភ្លេចចូលទៅលេងនៅភ្នំព្រះធាតុទាំងអស់គ្នាទេសភាពពិតជាស្រស់ស្អាតមែនទែន No school នេះជានាងកងរៃហើយនឹងរិទ្ធិសែនតើបងប្អូនណាមានឆ្ងល់ដូចខ្ញុំអត់ថាហេតុអីរិទ្ធិសែនបានរត់ចោលនាងកងរៃឯងជួយខមមិនប្រាប់អ្នកមួយផងមើលឬមួយក៏ជាពាក់លុយទេពធីតាច័ន្ទច្រើនពេកបានរិទ្ធិសែនរត់ចោលនាងកងរៃចឹងព្រោះអីរិទ្ធិសែនជាអ្នកធានាហើយនាងកងរៃជាអ្នកជាពាក់ចឹងហើយគឺរត់ចោលហើយបាយបាយតាលុ sorry ចេះតែនិយាយលេងទេបងប្អូនអរគ្នាចេះតែនិយាយឲ្យបានសើចទៅតែតាមការពិតទៅរឿងរ៉ាវពិតជាមានមែនទែននៅភ្នំព្រះធាតុនៅខេត្តកំពង់ឆ្នាំងពិតជាមានរឿងរ៉ាវមែនទែននៅនាងកងរៃនិងរិទ្ធិសែនតោះកុំឲ្យខាត់ពេលវេលាយូរយើងធ្វើដំណើរឡើងទៅលើភ្នំព្រះធាតុទាំងអស់គ្នាតើទេសភាពនៅលើភ្នំស្រស់ស្អាតយ៉ាងណាដែរបងប្អូនទាំងអស់គ្នាដែលទស្សនានៅវីដេអូឃ្លីបមួយនេះបងប្អូនចូលចិត្តកុំភ្លេចជួយចុច like និង Subscribe Channel YouTube ខ្ញុំបាទម្នាក់មួយផងខ្ញុំបង្កើតវីដេអូនេះឡើងដើម្បីជួយផ្សព្វផ្សាយអំពីភ្ញៀវទេសចរជាតិនិងភ្ញៀវអន្តរជាតិគាត់បានដឹងថាភ្នំព្រះធាតុនៅទីតាំងនៅខេត្តកំពង់ឆ្នាំងនេះគឺជាតំបន់មួយដែលភ្ញៀវទេសចរជាតិគាត់ខ្លះក៏គាត់បានមកលេងហើយខ្លះទៀតក៏គាត់អត់បានមកលេងជាទីកន្លែងសក្ការៈបូជានិងព្រហ្មញ្ញសាសនាផងដែរដែលលោកតាលោកយាយគាត់មកគោរពបូជានេះជាកន្លែងលោកយាយម៉ៅដែលកូនចៅឬលោកតាលោកយាយគាត់មកបន់ស្រន់សូមសេចក្តីសុខសេចក្តីចម្រើនឲ្យរកស៊ីមានបានអីចឹងទៅល្បីថាលោកយាយគឺសូមអ្វីបានសម្រេចដូចបំណងអ្វីដែលយើងប៉ងប្រាថ្នាគឺបានសម្រេចគ្រប់បំណងតោះកុំឲ្យខាត់ពេលវេលាយូរយើងធ្វើដំណើរឡើងទៅលើភ្នំព្រះធាតុទាំងអស់គ្នាតើទៅលើភ្នំព្រះធាតុគឺទេសភាពស្រស់ស្អាតយ៉ាងណាដែរពេលដែលឡើងទៅដល់លើភ្នំនោះគឺពន្លឺថ្ងៃចាំងមកដូចពណ៌មាសចឹងបងប្អូនអរគ្នាគឺស្រស់ស្អាតមែនទែនតោះកុំឲ្យខាត់ពេលវេលាយូរទស្សនាទាំងអស់គ្នា